ទឹកទី1 round 1ទឹកទី1ចាប់ផ្ដើមអរគុណដល់ Gensberg បាទឲ្យផ្ទះនឹងឡានជាច្រើនដល់កីឡាករគុណខ្មែរយើងឥឡូវចូលដល់ទឹកមួយតតស្ដាំមួយហើយក៏សងស្ដាំមកវិញណាបាទសេនាថៃផ្កាសេនាថៃផ្កាម្នាក់មកតងហើយតតស្ដាំពីសម្បត្តិឆ្វេងចូលពេញពីម៉ារីអូចូលចាប់រុញចោលមួយពីពេញសម្បត្តិដាក់មកដៃស្ដាំឆ្វេងពីសម្បត្តិណែនអូយយ៉ាបាទម៉ារីអូយកស្នៀតតែពេញសម្បត្តិបាទអាសាផ្ដួលដៃគូបត់ចៃស្ដាំពីម៉ារីអូរុញមួយសេនាថៃផ្កាពីពេញសម្បត្តិបាទអូម៉ារីអូចាប់ជាប់អញ្ញាកដាមកបែកបាទលឿនរហ័សឥឡូវនេះដើមទឹកមួយគឺថាចាប់ដើមក្តៅអូនេះបដូរដៃចូលចាប់រុញចោលមួយពីពេញសម្បត្តិបាទឥឡូវនេះការប្រកួតចាប់ដើមដៃចូលពីសម្បត្តិទាត់ស្ដាំមួយបឆោតមួយពីពេញសម្បត្តិបាទរបបប្រចាំស្ដាំសេដាថៃផ្កាញ៉ាច់ប៉ុន្តែម៉ារីអូអត់បញ្ហាម៉ារីអូកោះកែងឆ្វេងមួយបាទចូលសៀបស្កាខាងស្ដាំរបស់សម្បត្តិសងស្ដាំមកវិញបាទចាក់ជង្គង់ស្ដាំពីពេញសម្បត្តិរុញចោលពីពេញសម្បត្តិអូសេដាថៃផ្កាឆ្វេងស្ដាំពីពេញបាទពីម៉ារីអូរុញចោលពីពេញសម្បត្តិអាមេពេញសម្បត្តិទៅហើយឆ្វេងស្ដាំពីពេញសម្បត្តិបាទរបងប្រចាំឆ្វេងអូយមួយដៃពេញសម្បត្តិមិនអត់ត្រូវម៉ារីអូសេណាថៃផ្កាបាទខ្វាយផ្កាមួយផ្កាដងនេះហើយបាទចូលច្រើនចូលដូចគ្នាឥឡូវនេះបាទដើរស្ដាំពីម៉ារីអូសេណាថៃផ្កាពីរដៃពីពេញសម្បត្តិអូរបងប្រចាំអត់ត្រូវម៉ារីអូបាទលូកឆ្វេងពីម៉ារីអូគាត់ស្ដាំពីពេញសម្បត្តិគាត់ស្ដាំបាទពីម៉ារីអូពេញសម្បត្តិដើរចូលតាល់មកដៃស្ដាំអត់ត្រូវដាំមកវិញមកពីសម្បត្តិបាទឆ្វេងស្ដាំចង់តែយ៉ាងណាពីពេញសម្បត្តិស្ដាំពីពេញសម្បត្តិចូលឆ្វេងមកវិញស្ដាំពីម៉ារីអូឆ្វេងស្ដាំអូយពេញសម្បត្តិចូលមកម៉ារីអូវិញហើយបាទឆ្លងឆ្វេងស្ដាំពីម៉ារីអូឆ្វេងស្ដាំមិនឲ្យពីសម្បត្តិអូយបងប្អូនវងវែងម្ដងម្នាក់ទឹកមួយបាទម៉ាស្ទ័ររបស់ម៉ារីអូវិញបាទពុជសម្បត្តិចង់ចាប់ឥឡូវបន្តដើរចូលសេដាថៃផ្កាឆ្វេងហាក់បានចោលលំពេញពីពុជសម្បត្តិដើរចូលពីពុជសម្បត្តិវែងស្ដាំពីពុជសម្បត្តិស្ដាំឆ្វេងពីពុជសម្បត្តិឆ្វេងNeutral corner 1 2 3 4 5 6 7 8ចប់ទឹកទី1 and now round 1សូមសម្លេងជាដៃទាំងអស់គ្នាមួយអូយបាទពេញសម្បត្តិវងវែងម៉ារីអូរាប់វងវែងដែរបងប្អូនមិញឥឡូវយើងចាំទស្សនាបាទផ្ទាំងទស្សនីយភាពកាលពីទឹកទី1នេះបើកឆាកដំបងបាទគេហៅថាថ្វាយផ្កាក្បាច់មិញនេះហើយក៏បាទម៉ារីអូជូនផ្កាហើយក៏សម្បត្តិជូនផ្កាមកតងទៅវិញទៅនេះដើរចូលពីម៉ារីអូមួយដៃនេះពេញកញ្ចប់មាត់បាទកន្លែងហូបបាទសម្បត្តិបេះចូលទៅនេះរៀងទាញហក់ពុះមកកែងបាទក្បាច់នេះសម្បត្តិអាសាប្រើមែនទែនទៅនេះបាទហើយក៏ឆ្វេងស្ដាំពីពេញសម្បត្តិបាទស្ដាំទៅនេះប៉ើងហើយក៏ស្ដាំឆ្វេងស្ដាំបាទម៉ារីអូរាប់លើកទី1ទៅទឹកចេញក្រៅសកណ្ដៅយើងស្មើគុណខ្មែរគូទី6ដែលជាគូអន្តរជាតិកង់ចេញមេរៀនរំលែកស្រុកខ្មែរអេស្ប៉ាញទឹកទី2 round ទី2ចាប់ផ្ដើមបាទដើមទឹកឥឡូវនេះដើរចូលពីក្បីព្រៃម្ចាស់ឡានទូស្រងដើរចូលពីសម្បត្តិដើរចូលតាំងស្ដាំមួយពីសម្បត្តិចូលចាប់ពីម៉ារីអូរុញចោលមួយពីម៉ារីអូចូលមកដៃទាញហើយដើរឆ្វេងស្ដាំបាត់បង់ពីម៉ារីអូបាទ5ដៃចូលគ្នាពីសម្បត្តិដើរចូលសេដាថៃផ្កាវាយផ្កាហើយក៏ចាក់ជង្គង់ស្ដាំមួយពីម៉ារីអូសងស្ដាំមកវិញពីសម្បត្តិបាទខ្មៅចាញ់រងប្រចាំឆ្វេងអត់ត្រូវសេដាថៃផ្កាមួយទាញវិចកន្លែងកាយប្រឡងបាទតាមទឹកឆ្វេងគេហៅថា
ហាក់បានដល់ប្រខាន់អូស្ដារខ្វែងផ្កាចូលពេញកំពុងប្រចាំស្ដាំទៅពេញសម្បត្តិបាទម៉ារីអូកំពុងតែបាទអោនមុខចាំសងបោះជង្គង់ស្ដាំពីម៉ារីអូបាទជង្គង់នឹងហើយបាទដែលធ្លាប់ឈ្នះកីឡាករយើងអូយទឹកទី2កាន់តែរំខានលោកឆ្វេងពីម៉ារីអូតើឆ្វេងអត់ត្រូវអត់ត្រូវគៀបបាទឆ្វេងស្ដាំពីម៉ារីអូមកវិញអាញាកតាបបែកបន្ទាប់ពីតាក់ដៃគ្នាមួយប្រៅបោះជង្គង់ស្ដាំពីម៉ារីអូលោកឆ្វេងពីម៉ារីអូដើរចូលពីពេញសម្បត្តិដើរចូលដើរចូលហើយដើរស្ដាំដើរចូលពីពេញសម្បត្តិម៉ារីអូនេះបោកមុខទៅហើយចូលស្ដាំម្ដាយពីពេញសម្បត្តិបាទពាក់កណ្ដាលផ្លូវទឹកទី2យុទ្ធខន1 2 3 4 5 6 7 8 9 10 វ៉ាវស្នៀតខ្មែរគេហៅថាសេដាថ្វាយផ្កាស្នៀតនេះពេញសម្បត្តិធ្វើបានល្អច្រើនប្រកួតណាស់បាទចូលរួមសោកស្ដាយដល់ម៉ារីអូផងបងប្អូនបាទម៉ារីអូស៊ូណាស់បាទស៊ូមែនទែនឥឡូវនេះពេញសម្បត្តិបាទតំណឹងតែបងប្អូនយើងស្រឡាញ់គ្រប់គ្រងខ្លាំងបាទមិនអំនួតបាទសីលធម៌ល្អបាទឥឡូវនេះបន្ទាប់ពីផ្ដួលម៉ារីអូបាទពេញសម្បត្តិបាទគេហៅថាសុំទោសបាទទៅកាន់បាទម៉ារីអូបាទបងប្អូនបាទសូមសម្លេងលើកទឹកចិត្តដល់ម៉ារីអូមួយសូមសម្លេងដល់ម្ចាស់ឡានឌូស្រពេកសម្បត្តិមួយអូយអស្ចារ្យមែនតើបាទគូនេះខ្ញុំឃើញថានៅបើនិយាយទៅឱកាសនៅ